ยនៅតែចិញ្ចឹមចិត្តនឹងមហាចតាចង់បានទឹកដីកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារមួយនៅលើបណ្ដាញសង្គមផ្លូវការនៅថ្ងៃច័ន្ទទី30ខែមិថុនាឆ្នាំ2025នេះដោយរៀបរាប់ថាអ្នកនយោបាយជ្រុលនិយមថៃសិទ្ធិលឹមថងគុលបាននិយាយយ៉ាងច្បាស់ថាបើសិនគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃនឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជាយកខេត្តមួយចំនួនរបស់កម្ពុជាដូចជាបាត់ដំបងសៀមរាបបន្ទាយមានជ័យព្រះវិហារនិងកោះកុចហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថានេះជាសម្ដីរបស់សិទ្ធិលឹមថងគុលដែលនិយាយភាសាថៃអាសែនមហាតេជោអ្នកឯងសំណាងល្អដែលអញសិទ្ធិលឹមថងគុលដែលអញមិនមានអំណាចប្រសិនបើអញមានអំណាចវិញថ្ងៃនេះបាត់ដំបងសៀមរាបសេរីសោភ័ណ្ឌអញនឹងដណ្ដើមយកមកហើយស្អែកអញនឹងទៅយកព្រះវិហារនិងបន្តទៅយកកោះកុចទៀតហើយអញសួរឯងថាប្រសិនបាននៅមិនពេញចិត្តទៀតអញនឹងទៅយកភ្នំពេញសម្ដីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជាដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវាយបំបាក់វាយកដកខ្វាំងងឹតរបស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាសម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាដោយចរិតឈ្លានពានបែបនេះទើបយើងត្រូវពង្រឹងកងទ័ពកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមរយៈផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ដរាបណាមិនទាន់មានបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពបាត់ទង្គិចខាងយោធាឬសង្គ្រាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជៀសផុតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសង្កត់ធ្ងន់ថាមិនតបតជាមួយនឹងពួកចៅឈ្លានពានទឹកដីទេតែនេះជាសារដាស់តឿនដល់ប្រជាជនរួមជាតិកម្ពុជាដើម្បីត្រៀមខ្លួនវាយចៅឈ្លានពានទឹកដីជំរាបសួរពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានគ្រឿងសង្ហារិមធ្វើពីឈើប្រណិតសម្រាប់លម្អគេហដ្ឋានជាប្រភេទឈើខ្មែរធម្មជាតិគុណភាពរឹងមាំធន់ស្វិតល្អនិងមានតម្លៃថោកសមរម្យសូមកុំភ្លេចតង់គ្រឿងសង្ហារិមសៀមរាបដែលមានលក់គ្រឿងសង្ហារិមឈើប្រណិតគ្រប់ប្រភេទដូចជាប្រភេទតុទូសាឡុងក្រែនិងទទួលកំងធ្វើតាមតម្រូវការរបស់អតិថិជនតង់គ្រឿងសង្ហារិមសៀមរាបដែលមានទីតាំងនៅផ្សារកំពង់ក្ដីស្រុកជីក្រែងខេត្តសៀមរាបទំនាក់ទំនងទូរស័ព្ទលេខ097 75 43 200 គុតនិង076 75 43 200 គុត